បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចាញ់មកចែករំលែកមួយទៀតហើយបងប្អូនតើគួរផុសវីដេអូសតប៉ុន្មានក្នុងមួយថ្ងៃអាប់ឡូតថ្មី2026អញ្ចឹងយើងគួរផុសវីដេអូខ្លីវីដេអូសតប៉ុន្មានក្នុងមួយថ្ងៃអញ្ចឹងមុននឹងចូលដល់ប្រធានបទខ្ញុំនឹងធ្វើការបកស្រាយអញ្ចឹងបងប្អូនជួយចុច Subscribe មួយមកដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតអញ្ចឹងតោះយើងទៅមើលខ្ញុំសូមណែនាំឲ្យបងប្អូនទៅមើល Channel មួយអាហ្នឹងជា Channel ប្រភេទ Game ទេបងប្អូនថយក្រោយមកបងប្អូនថយក្រោយមកហើយបងប្អូនមករកមើល Channel YouTube ហើយយើងចុចលើ YouTube មកហើយបងប្អូនចុចកន្លែងការជ្រាវមកដល់កន្លែងនេះខ្ញុំសូមណែនាំឲ្យបងប្អូនមកមើលខាងឆ្វេងដៃរូបសញ្ញាតុក្កតាហ្នឹងយើងចុចលើ Channel ហ្នឹងមកនឹង Channel ហ្នឹងបងប្អូនដែលខ្ញុំចង់និយាយចំពោះថាតើយើងគួរផុសវីដេអូសតប៉ុន្មានក្នុងរយៈពេលមួយថ្ងៃអញ្ចឹងបងប្អូនស្ដាប់តាមខ្ញុំមួយទៅសម្រាប់វីដេអូសតវីដេអូខ្លីបងប្អូនដូចជា15វិនាទីដូចជា20វិនាទីដូចជា30វិនាទីអញ្ចឹងចំពោះ Channel ដែលបងប្អូនទប់ថ្មីថ្មងបងប្អូនគួរតែផុសវីដេអូសតតែមួយបានហើយបងប្អូនផុសសតតែមួយវីដេអូក្នុងមួយថ្ងៃអាហ្នឹងសម្រាប់វីដេអូសតហើយបងប្អូនផុសមួយថ្ងៃហ្នឹងបងប្អូនគួរផុសឲ្យទៀងទាត់បងប្អូនផុសឲ្យទៀងទាត់សម្រាប់វីដេអូខ្លីវីដេអូសតពេលបងប្អូនវីដេអូសតរបស់បងប្អូនដូចថារាំងយូរបងប្អូនរាំងចាស់ឆ្នាំហើយលក្ខណៈថាដល់5-6ខែហើយអញ្ចឹងបងប្អូនអាចផុសវីដេអូសតក្នុងមួយថ្ងៃហ្នឹងបងប្អូនអាចផុសបងប្អូនអាចផុស3វីដេអូសតហ្នឹងបងប្អូនអាចផុស3បើ Channel យើងចាស់បងប្អូនអញ្ចឹងបងប្អូនអាចផុស3វីដេអូអញ្ចឹង3វីដេអូហ្នឹងបងប្អូនត្រូវបែងចែកឲ្យដាច់បងប្អូនកុំផុសក្នុងពេលតែមួយឧទាហរណ៍ថាបងប្អូនផុសដូចថាផុសសតហ្នឹងបងប្អូនផុសនៅម៉ោងនឹងទាំងអស់តែហ្មងខ្ញុំចង់បញ្ជាក់បងប្អូនកន្លែងហ្នឹងបងប្អូនផុសអញ្ចឹងអត់កើតទេបើបងប្អូន Channel បងប្អូនរៀងចាស់ហើយបងប្អូនគួរផុសឧទាហរណ៍បងប្អូនអាចផុសពេលព្រឹកមួយពេលព្រឹកបងប្អូនអាប់ឡូតវីដេអូមួយទៅហើយបើថាយើងធ្វើ Channel ណានៅខ្មែរឬមកក៏នៅម៉ោងនៅបរទេសអញ្ចឹងពេលព្រឹកបងប្អូនអាចផុសម៉ោង5ឧទាហរណ៍ខ្ញុំថាម៉ោង5ព្រឹកព្រោះថាម៉ោងនៅប្រទេសកម្ពុជាយើងគេក្រោកពីគេងអីជាការគេក្រោកម៉ោង5ជាការគេក្រោកម៉ោង6អញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនអាចផុសម៉ោងដែលប្រទេសកម្ពុជាយើងតនេច្រើនដែលគេសកម្មលេង YouTube និង Facebook អីជាដើមបងប្អូនអាចផុសម៉ោង5ផុសពេលព្រឹកមួយពេលថ្ងៃមួយហើយនឹងពេលល្ងាចមួយបងប្អូនអញ្ចឹងបងប្អូនអាចគិតគូរលើខ្លួនឯងទៅបើបងប្អូនចង់ផុសមួយថ្ងៃបងប្អូនគួរផុស3វីដេអូបើ Channel បងប្អូនចាស់ហើយបងប្អូនដូចជា5-6ខែមួយឆ្នាំឡើងហើយបងប្អូនអាចផុស3វីដេអូទៅហើយចំពោះការផុសសតបងប្អូនសម្រាប់ការផុសសតវីដេអូដែល YouTube ដែល YouTube រុញបងប្អូនរុញវីដេអូយើងទៅកាន់អ្នកទស្សនាច្រើនបងប្អូនអាចធ្វើត្រឹមតែ
15វិនាទីទេបងប្អូន15វិនាទីនិង45វិនាទីអញ្ចឹងដើម្បីបងប្អូនធ្វើវីដេអូនឹងបានបងប្អូនថាចំណុចដែលបងប្អូនត្រូវរៀនសូត្របងប្អូនថាវីដេអូយើងត្រូវតែច្បាស់ HD បងប្អូន HD ហើយនឹង18អធិស្ឋានបងប្អូន18ហ្នឹងហើយនឹង HD ឲ្យច្បាស់វីដេអូបងប្អូនគុណភាពវីដេអូបងប្អូនឲ្យច្បាស់ហើយបងប្អូនអាចចូលមកមើល channel របស់គាត់នេះមកនេះ channel របស់បងប្អូនវាយអក្សរអង់គ្លេសតាមហ្នឹងទៅហើយបងប្អូនចូលមើលទៅវីដេអូនេះគាត់ផុសតែសទេបងប្អូនមកខ្ទង់1000ជាងហើយផុសតែសទេបងប្អូនមើលទៅវាមាន 45K 37K បងប្អូនអាចកលេសមកងាកមកមើលរូបគាត់រូប thumbnail របស់គាត់បងប្អូនឃើញរូប thumbnail របស់គាត់តាក់ទាញអត់ទេthumbnail របស់គាត់នេះដោយរូបក្បាលទុនសាយហ្នឹងហើយកាន់កំភ្លើងរូប thumbnail គាត់អញ្ចឹងតាក់ទាញបងប្អូនអាហ្នឹងគាត់ធ្វើពីហ្គេមអញ្ចឹងរូប thumbnail គាត់មានច្រើនបងប្អូននិយាយរួមវីដេអូគាត់មើលទៅដូចច្បាស់ HD បងប្អូនអាច HD ហើយច្បាស់ល្អចំពោះបងប្អូនផលិតវីដេអូមិនល្អមិនបាន HD មិនបាន18អញ្ចឹងវីដេអូយើងអត់ច្បាស់ក៏អត់សូវរូបភាពមិនសូវច្បាស់មិនសូវតាក់ទាញក៏អត់ទទួលបាន view ច្រើនដែរបងប្អូនអញ្ចឹងចំពោះវីដេអូ short បងប្អូនផុសភ្លាមផុសភ្លាមហ្នឹងវាអត់ទាន់មាន view ទេបងប្អូនជួនកាលវាអាចលោតដល់អ្នកមើល100 200អញ្ចឹងបងប្អូនហើយចំពោះវីដេអូ short បងប្អូនអាចផុសចេះតែផុសតរហូតទៅផុសបន្តផុសមួយថ្ងៃមួយវីដេអូបើថាវា channel យើងចាស់ដូចខ្ញុំបាននិយាយពីមុនអញ្ចឹងបងប្អូនអាចដាក់3វីដេអូទៅបងប្អូនចាំមើលរយៈពេល2-3ថ្ងៃអញ្ចឹងมันវាអាចជាការវាវីដេអូយើងបើយើងធ្វើល្អវាគង់តែផ្ទុះទេបងប្អូនវីដេអូសនឹងគង់តែផ្ទុះទេអញ្ចឹងchannel របស់គាត់ផ្ដោតតែរឿងសទេបងប្អូនមើលទៅហើយតាមដានមើលខ្លួនឯងទៅ channel គាត់ធ្វើតែពីសទេសគាត់ផុសច្រើនណាស់1000វីដេអូជាងអញ្ចឹងបងប្អូនអាចចូលមកមើលវីដេអូវែងរបស់គាត់តើគាត់ផុសអត់នេះវីដេអូវែងរបស់គាត់នេះគាត់មួយឆ្នាំហើយបងប្អូនគាត់អត់ចាញ់វីដេអូផុសផងជាស្ដែងមួយឆ្នាំហើយទាំង subscribe គាត់ច្រើនបងប្អូន769យេរុំ subscribe គាត់ច្រើនបងប្អូន769,000អញ្ចឹងច្រើនអញ្ចឹងគាត់ផ្ដោតលើតែសតទេបងប្អូនអាចធ្វើសតទៅតែវាមានចំណុចខ្លាំងមួយទៀតបងប្អូនខ្ញុំចង់បញ្ជាក់បងប្អូនបន្តិចបើបងប្អូនធ្វើសតក៏ធ្វើទៅតែបើបងប្អូនចង់ធ្វើឡងក៏ធ្វើទៅប៉ុន្តែខ្ញុំសូមណែនាំឲ្យបងប្អូនធ្វើឡងទៅបងប្អូនវីដេអូវែងបងប្អូនព្រោះសារថាវីដេអូសតហ្នឹងបងប្អូនវាពាណិជ្ជកម្មតិចហើយយើងបានលុយក៏តិចដែរបើសម្រាប់ស្រុកខ្មែរវិញតែតែ 3-4K អត់ដឹងលុយណាផងអញ្ចឹងបងប្អូនអាចធ្វើវីដេអូវែងទៅបងប្អូនមានពេលច្រើនបងប្អូនអាចបដោតធ្វើវីដេអូវែងទៅហើយចំពោះសតបងប្អូនអាចបើបងប្អូនស្រឡាញ់សតក៏បងប្អូនធ្វើសតទៅព្រោះសតបើបងប្អូនស្រឡាញ់សតបងប្អូនធ្វើសតទៅបងប្អូនចំពោះការធ្វើសតតើបងប្អូនផ្ទុះដល់រាប់រយ K ដល់ M បងប្អូនបើបានលុយហើយបើថាវីដេអូយើងរែងទៅបរទេសដូចជា RPM ថ្លៃដូចទៅសហរដ្ឋអាមេរិកកាណាដាអូស្ត្រាលីអាហ្នឹង channel យើងបានថ្លៃទេបងប្អូនចំពោះ1M view បងប្អូនអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបើបងប្អូនពេញចិត្តវីដេអូខ្ញុំបងប្អូនជួយចុច subscribe ម្នាក់មួយមកដើម្បីទទួលបានវីដេអូថ្មីបន្តទៀតតែបើបងប្អូនចង់ឲ្យខ្ញុំធ្វើវីដេអូអំពីអ្វីបងប្អូនអាចចូល comment ខាងក្រោមវីដេអូរបស់ខ្ញុំមកដើម្បីខ្ញុំធ្វើការបង្ហាញបន្តទៀតសូមអរគុណ